វាសួរបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំកំពុងតែនៅអ៊ីតមួបងប្អូនថ្ងៃនេះគឺខ្ញុំយកតរៀងចំនួន300កែវមកចែកបងប្អូនឲ្យគាត់ជួយវិចខ្ចប់ជាមួយនឹងអីវ៉ាន់ចែកបងប្អូនជនភៀសសឹកក៏ដូចជាបងកងទ័ពនិងគ្រួសារកងទ័ពដោយសារតែតម្រាំតែអីវ៉ាន់បានទៅដល់ដៃបងជនភៀសសឹកបងកងទ័ពក៏ដូចជាគ្រួសារកងទ័ពហ្នឹងគឺអ្នកដែលគាត់វិចខ្ចប់នោះគាត់ហត់ដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំយកមូលនិធិមួយចំនួនដែលយើងទទួលបានពីបងប្អូនទាំងអស់គ្នាយកមកធ្វើជាតរៀងចាជាទឹកចិត្តបន្តិចបន្តួចទេបងប្អូនយកមកចែកជូនបងប្អូនទាំងអស់គ្នាប្រហែលជា300កៅទៅ300កៅជាងហើយថាវិការមួយចំនួនទៀតគឺយើងនឹងយកទៅទិញជាមួយនឹងអង្គជាមួយនឹងទឹកសុទ្ធក៏ដូចជាសម្ភារៈផ្សេងចែកទៅកាន់មូលនិធិធំបន្តទៀតអញ្ចឹងថ្ងៃនេះគឺមានតែខ្ញុំម្នាក់ឯងជាមួយនឹងក្រុមការងារទេបងប្រៃគាត់បានមកផ្ទាល់ដែរគាត់នៅចាំទទួលអង្គដែលគេត្រូវដឹកមកបងប្អូនចាបងអញ្ចឹងបើសិនបងចង់បាន drink free បងអាចមកចាំនេះណាខ្ញុំមាន drink free ចែកជូនបងប្អូនទាំងអស់គ្នាដែរចាអរគុណបងប្អូនទាំងអស់គ្នាហើយមុនហ្នឹងខាងក្រុមការងារគាត់នៅខាងអ៊ីតមွန်ហ្នឹងគាត់បានប្រាប់ខ្ញុំដែរថាឥឡូវនេះកំពុងតែខ្វះជាមួយនឹងអាហារសម្រាប់រៀបចំជូនបងដែលគាត់ជាជនជាតិអ៊ីស្លាមអញ្ចឹងសម្រាប់បងដែលគាត់ចង់ជួយជាប្រភេទអាហារអីដល់បងដែលគាត់ជាជនជាតិអ៊ីស្លាមសម្រាប់បរិភោគអីបងអាចអញ្ជើញមកបានណានៅខាងអ៊ីតមွန်ឥឡូវនេះកំពុងតែខ្វះខាតដូចគ្នាអញ្ចឹងអរគុណច្រើនណាស់បងប្អូនទាំងអស់គ្នា